បងប្អូនទាំងអស់គ្នាច្បាស់ជាធ្លាប់ឮហើយអំពីគ្រាប់បែកនុយក្លេអ៊ែរនិងជាតិវិទ្យុសកម្មហើយបងប្អូនដែលឆ្ងល់ឬទេថាអ្វីគឺជាជាតិវិទ្យុសកម្មដែលបន្សល់អំពីការបន្ទុះនៃគ្រាប់បែកនុយក្លេអ៊ែរនោះថាវាមានរូបរាងយ៉ាងដូចម្ដេចមានពណ៌មានក្លិនដែរឬទេនិងមានផលប៉ះពាល់ដល់សុខភាពកម្រិតណាវីដេអូនេះខ្ញុំនឹងបកស្រាយបញ្ជាក់ប្រាប់បងប្អូនឲ្យស្គាល់ថាអ្វីទៅគឺជាជាតិវិទ្យុសកម្មជាដំបូងបងប្អូនត្រូវដឹងថាជាតិវិទ្យុសកម្មបែងចែកចេញជា3មានកម្រិតខ្សោយកម្រិតមធ្យមនិងកម្រិតខ្លាំងកម្រិតដែលខ្សោយជាងគេនោះមានឈ្មោះថា alpha particle វាមានទម្រង់ប៉ុនអាតូមហើយអាចរសាត់អណ្ដែតក្នុងបរិយាកាសបានហើយវាមិនអាចជ្រៀតចូលទៅក្នុងស្បែករបស់មនុស្សបានទេដោយគ្រាន់តែពាក់សម្លៀកបំពាក់ធម្មតាក៏អាចទប់នឹងវាបានដែរចំណែកឯកម្រិតទី2វិញមានឈ្មោះថា beta particle វាមានទម្រង់ជាអេឡិចត្រូនតូចជាងអាតូមរាប់រយរាប់ពាន់ដងវាអាចរសាត់អណ្ដែតក្នុងបរិយាកាសនិងអាចជ្រៀតចូលទៅក្នុងស្បែករបស់មនុស្សបានយ៉ាងងាយស្រួលមានតែសម្លៀកបំពាក់ដែលសម្រាប់ការពារវិទ្យុសកម្មប៉ុណ្ណោះទើបអាចទប់នឹងវាបានចំណែកឯវិទ្យុសកម្មកម្រិតចុងក្រោយដែលខ្លាំងជាងគេនោះមានឈ្មោះថា gamma ray វាគ្មានម៉ាស់គ្មានរូបរាងទេវាមានទម្រង់ជារលកពន្លឺវាមានឥទ្ធិពលខ្លាំងណាស់សូម្បីតែសម្លៀកបំពាក់ការពារវិទ្យុសកម្មមួយចំនួនក៏មិនអាចទប់ទល់ជាមួយនឹងវាបានដែរមានតែជញ្ជាំងបេតុងក្រាស់ៗប៉ុណ្ណោះដែលអាចទប់នឹងវាបានវាមានឥទ្ធិពលទៅបំផ្លាញ DNA ភាវៈដែលមានជីវិតទាំងអស់បើសិនជាមានទីតាំងកន្លែងណាដែលមានជាតិវិទ្យុសកម្ម gamma ray មួយនេះច្បាស់ណាស់គ្មានភាវៈមានជីវិតមួយណាដែលអាចមានជីវិតរស់បានឡើយ